អ្នកខ្លំមើលសង្គមអំពីវិនិយោគឲ្យក្រសួងមហាផ្ទៃស៊ើបអង្កេតករណីអំពើពុករលួយរបស់ស្នងការរងខេត្តបន្ទាយមានជ័យលោកសម្បត្តិកុសលក្រោមគោលការណ៍តម្លាភាពដើម្បីផ្ដល់យុត្តិធម៌ជូនអ្នកពាក់ព័ន្ធអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវលោកសេសុជាតិបានប្រាប់សារព័ត៌មាន Cambodia Daily នៅថ្ងៃនេះថាករណីអំពើពុករលួយរបស់ស្នងការរងខេត្តបន្ទាយមានជ័យលោកសម្បត្តិកុសលបង្ហាញឲ្យឃើញពីការប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងរក្នុងនាមខ្លួនជាមន្ត្រីអនុវត្តច្បាប់ទាំងការជំពាក់លុយគេមិនព្រមសងនិងការប្រព្រឹត្តនៅអំពើពុករលួយរត់ការផ្ដោតតំណែងក្នុងក្របខ័ណ្ឌមន្ត្រីកងកម្លាំងនគរបាលជាតិលោកបន្តថាបើរកឃើញថាមន្ត្រីរូបនេះមានកំហុសដោយការលើកឡើងរបស់ស្ត្រីម្ចាស់បំណុលមែននោះការអនុវត្តច្បាប់ត្រូវតែធ្វើឡើងដោយគ្មានភាពលំអៀងដើម្បីទប់ស្កាត់កុំឲ្យអំពើបែបនេះកើតមានក្នុងជួបមន្ត្រីកងកម្លាំងបន្តទៀតកាលពីថ្ងៃទី22ខែកុម្ភៈឆ្នាំ2024ស្នងការរងខេត្តបន្ទាយមានជ័យលោកសម្បត្តិកុសលបានប្តឹងម្ចាស់បំណុលឈ្មោះចិនស្រីដាទៅកាន់សាលាដំបូងខេត្តសៀមរាបពីបទគំរាមកំហែងហែកគេនិងទាមទារសំណងជំងឺចិត្ត$200,000សហរដ្ឋអាមេរិកក្នុងបណ្ដឹងនោះរៀបរាប់ថាកាលពីថ្ងៃទី18ខែកុម្ភៈម្ចាស់បំណុលឈ្មោះចិនស្រីដាបានប្រើប្រាស់គណនី Facebook ឈ្មោះ Vida ឆាតមកទាមទារឲ្យខ្លួនសងលុយបើខ្លួនមិនព្រមសងម្ចាស់បំណុលនិងគំរាមដាក់បណ្ដឹងទៅកាន់តុលាការរួមទាំងផ្សព្វផ្សាយរឿងខ្លួនជំពាក់លុយតាមបណ្ដាញសារព័ត៌មានថែមទៀតផងក្រោយទទួលបានពាក្យបណ្ដឹងរបស់ស្នងការរងខេត្តបន្ទាយមានជ័យចៅក្រមសាលាដំបងខេត្តសៀមរាបលោកខីឆៃបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនម្ចាស់បំណុលឈ្មោះចិនស្រីដាកាលពីថ្ងៃទី18ខែកុម្ភៈឆ្នាំ2025កន្លងទៅដោយកាត់ទោសដាក់ពន្ធនាគាររយៈពេល2ឆ្នាំពីបទគំរាមហែកគេជាសាធារណៈប៉ុន្តែរហូតមកទល់ថ្ងៃទី4ខែមេសាឆ្នាំ2025ទើបម្ចាស់បំណុលឈ្មោះចិនស្រីដាត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកក្រឡាញ់ខេត្តសៀមរាបក្រោយចាប់ខ្លួនសាលាដំបងខេត្តសៀមរាបបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី7ខែមេសាថាការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីម្ចាស់បំណុលឈ្មោះចិនស្រីដាគេចវេះមិនសហការចូលខ្លួនតាមការកោះហៅរបស់តុលាការនៅពេលកន្លងមកជុំវិញបញ្ហានេះកាលពីថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2024ម្ចាស់បំណុលឈ្មោះចិនស្រីដានិងស្វាមីឈ្មោះទីប្រាថ្នាបានដាក់ពាក្យស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាដែរប៉ុន្តែគ្មានចំណាត់ការណាមួយលើសំណើរបស់ខ្លួននោះឡើយប្រពន្ធដដែលបន្តថាដោយសារមិនចង់សងលុយកូនបំណុលឈ្មោះរាំងភីរមបានណែនាំប្តីរបស់ស្ត្រីដែលជាម្ចាស់បំណុលដាក់លុយបន្ថែមធ្វើជាមន្ត្រីកងកម្លាំងក្នុងក្របខ័ណ្ឌនគរបាលជាតិដែលមានលោកសម្បត្តិកុសលដែលជាប្តីរបស់ខ្លួនជាអ្នករត់ការឲ្យពួកគេត្រូវបន្ថែមលុយសោកប៉ាន់ធ្វើជាមន្ត្រីកងកម្លាំងក្នុងក្របខ័ណ្ឌនគរបាលជាតិប្រមាណជា$30,000អាមេរិកទៀតប៉ុន្តែម្ចាស់បំណុលមិនព្រមសារព័ត៌មាន Cambodia Daily នៅមិនទាន់អាចតាក់ទងលោកសម្បត្តិកុសលដើម្បីសុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេរហូតមកទល់ម៉ោងផ្សាយនេះដើម្បីបរិច្ចាគថវិកាសូមលោកអ្នកនាងចូលទៅកាន់ទំព័រ Facebook ឬបណ្ដាញសង្គមផ្លូវការរបស់សារព័ត៌មាន Cambodia Daily រួចស្វែងរកលើតំណភ្ជាប់ឬ link រៃអង្គាសរបស់សារព័ត៌មាន Cambodia Daily លើ GoFundMe បន្ទាប់មកសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ហើយជ្រើសរើសចំនួនទឹកប្រាក់ដែលលោកអ្នកចង់បរិច្ចាគឬវាយបញ្ចូលដោយផ្ទាល់នៅចំនួនទឹកប្រាក់ទាំងអស់នោះបន្ទាប់ពីវាយបញ្ចូលទឹកប្រាក់រួចទាញចុះមកខាងក្រោមនៅត្រង់ចំណុច Payment Methodសូមលោកអ្នកនាងចុចយកពាក្យ credit ឬ debit រួចបំពេញ email ឈ្មោះលេខកាតលេខសម្ងាត់3ខ្ទង់ព្រមទាំងឈ្មោះរបស់លោកអ្នកដែលមាននៅលើកាតបន្ទាប់មកទៀតត្រូវជ្រើសរើសយកប្រទេសដែលលោកអ្នកកំពុងរស់នៅប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសកម្ពុជានៅត្រង់ចំណុច postal code សូមបំពេញលេខ12000បន្ទាប់ពីបញ្ចូលចំនួនទឹកប្រាក់និងព័ត៌មានរួចសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ជាការស្រេចសូមអរគុណ